มโตนีនឹងលើកយកនៅកំណាបដែលបានតែងទុកប្រមាណថ្ងៃហើយញាតិញោមអត់បានថតសម្រាប់ការបង្ហោះឥឡូវថ្ងៃនេះខ្ញុំបង្ហោះបានមួយឃ្លាគ្រាន់បានឲ្យពុទ្ធបរិស័ទយកសិក្សានិងពិចារណាតាមការគួរបងជីវិតស្ដាយកិលេសហ្នឹងអត្តន័យបងព្រះពុទ្ធត្រាស់ដឹងដើម្បីហេតុមួយគឺជួយស្រោចស្រង់នាំសត្វផុតទុក្ខបើកទ្វារនិព្វានទ្រង់ជាប្រមុខនាំសត្វសម្រុកឆ្លងផុតវត្តដាក់ព្រះអង្គលះចោលក្តីសុខក្នុងលោកព្រោះឃើញក្តីសោកលាក់កំបាំងក្រោយទីណាមានសុខទីនោះទុក្ខហើយនិព្វានជាត្រើយនោះទើបផុតស្លាប់ចម្លែករឿងអ្វីដល់យើងគ្រប់គ្នារស់ទាំងវេទនាតែមិនស្គាល់ទុក្ខប្រឹងរស់រាល់ថ្ងៃខំសន្សំសុខតាមពិតក្តីទុក្ខសង្កត់គ្រប់គ្នាតន់សាសនាហើយកន្តើយបែរខ្នងរស់ទាំងសៅមងស្នេហ៍អានិសង្ឃឮហើយដឹងហើយនិព្វានភោផង់ធ្វើគោធ្វើថ្លង់ព្រោះស្ដាយកិលេសនិពន្ធដោយខ្ញុំបករណាប្រសង់វត្តកែវមនីពិសីទុកជាធម្មទានសម្រាប់ញាតិញោមទាំងអស់ពុទ្ធបរិស័ទសិក្សាដើម្បីជាប្រយោជន៍ក្នុងជីវិតរស់នៅប្រចាំថ្ងៃទាំងអស់គ្នាអនុមោទនា